ជំរាបសួរអ្នកទាំងគ្នាជួបជាមួយខ្ញុំបាទសុកធីរាចម្ដងទៀតហើយហ្នឹងហើយថ្ងៃនេះផងដែរខ្ញុំមានជាវីដេអូថ្មីទៀតហើយដែលចង់មកធ្វើការចែករំលែកនិងបង្ហាញអ្នកនរគ្នាខ្លះៗអំពីរបៀបក្នុងការកណិតម៉ាយតិរបស់យើងជាកិច្ចបន្តខ្ញុំបាទសូមធ្វើការគោរពជំរាបសួរទៅដល់លោកឯកឧត្តមនាយកប៊ុនភិរិនជានាយកនៃវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជានិងគោរពជំរាបសួរទៅដល់លោកគ្រូសាស្ត្រាចារ្យថៃវិញហាក់ជាលោកគ្រូកាន់ក្រុមនិងបង្រៀនសិស្សនៅក្នុងម៉ោង Network Fundamental និងគោរពជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យជាទីគោរពខ្ញុំបាទឈ្មោះនួនសុធិរាជជានិស្សិតសិក្សានៅក្នុង Department មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រសិក្សាលើជំនាញព័ត៌មានវិទ្យាចំនួនទី10ឆ្នាំទី2ថ្ងៃនេះផងដែរខ្ញុំមានជាវីដេអូថ្មីមួយទៀតដែលចង់មកបង្ហាញអំពីការបណ្ឌិតផ្នែកគតិរបស់យើងឲ្យវាដំណើរការពីការដូចជាការដាក់ port ការដាក់បង្កើត brick ការបង្កើត DHCP server ហ្នឹងហើយបានជាដំបូងយើងត្រូវការមាន app Winbox ជាមុនសិនឥឡូវយើង search មក Winbox Winbox បន្ទាប់ពីយើងធ្វើការចូលទៅក្នុង app Winbox ហើយនៅពេលដែលយើងដោត Microtik របស់យើងចូលទៅក្នុង computer អញ្ចឹងយើងនឹងឃើញ Microtik របស់យើងវា load នៅត្រង់នេះអញ្ចឹងយើងធ្វើការ create លើវាហើយ right click មកឆ្វេងមកមុននឹងធ្វើការ connect Microtik ខ្ញុំនឹងប្រាប់ពីចំណុចនីមួយៗដែលលោកគ្រូគាត់បានដាក់ឲ្យនៅក្នុងចំណុចនីមួយៗវាមាន4ចំណុចដូចជាចំណុចទី1គឺការបង្កើត bridge ចំណុចទី2ការដាក់ port ទៅក្នុង bridge ចំណុចទី3គឺការដាក់ IP ទៅលើ bridge mode និងចំណុចទី4ការដាក់ DHCP server ការបង្កើត bridge គឺយើងមាន2គឺការបង្កើត bridge ដែលមានឈ្មោះថា IT department និង accounting បន្ទាប់ពីយើងធ្វើការបង្កើត bridge 2នេះហើយយើងធ្វើការដាក់ port ទៅលើ bridge មានន័យថាយើងដាក់ port ចាប់ពី Ethernet 2ដល់ Ethernet 3ដាក់ជាមួយនឹង IT department ឬឯ Ethernet 4 5គឺយើងដាក់ជាមួយនឹង accounting បន្ទាប់ពីយើងចប់ចំណុចទី2ពីការដាក់ port ទៅក្នុង bridge ហើយបន្ទាប់មកគឺយើងដាក់ IP address ទៅលើ bridge mode មានន័យថា IT department ហ្នឹងយើងត្រូវប្រើ IP របស់វាគឺ 193.168.133.1.24 ចំណែក accounting វិញគឺយើងប្រើ IP address របស់វាគឺ 193.178.123.1.24 ដូចគ្នាបន្ទាប់ពីយើងចប់3ចំណុចខាងលើគឺការបង្កើត bridge ដាក់ port ទៅក្នុង bridge ដាក់ IP ទៅលើ bridge mode ហើយគឺចំណុចចុងក្រោយរបស់យើងគឺការបង្កើត DHCP server ដែលយើងត្រូវការ set up មែនណាមើលឬក៏ DNA គឺយើងត្រូវដាក់ change ទៅ Google ឬក៏ pin ទៅ Google អញ្ចឹងទៅសម្រាប់ time របស់វាគឺយើងដាក់រយៈពេល3ម៉ោងហ្នឹងហើយបន្ទាប់ពីយើងដឹងចំណុចទាំងអស់ហ្នឹងហើយគឺយើងធ្វើការបង្កើតតាម flow នីមួយៗគឺជាចំណុចដំបូងយើងធ្វើការបង្កើត bridge ដើម្បីបង្កើត bridge បានយើងចូលទៅកន្លែង new ដើម្បីបង្កើត bridge អញ្ចឹងកន្លែង name នេះពេលដែលយើងអត់ទាន់ដូរឈ្មោះគឺវាដាក់ឲ្យយើងហើយគឺ bridge 1អញ្ចឹងយើងដូរពី bridge 1ទៅជា IT department វិញហ្នឹងហើយបន្ទាប់ពីយើងដាក់ប៉ុណ្ណឹងហើយគឺយើងអត់ត្រូវកែញញ៉ៃទេគ្រាន់តែយើងដូរឈ្មោះពី bridge 1ហ្នឹងទៅជា IT department វិញអញ្ចឹងយើង apply យកមក apply ហើយអូខេបន្ទាប់ពីយើងបង្កើតហើយគឺយើងឃើញមានឈ្មោះ IT department របស់យើងហើយបន្ទាប់ពីយើងបង្កើតមួយទៀតគឺ accounting អញ្ចឹងយើងធ្វើការបង្កើតមក accounting បន្ទាប់ពីយើងធ្វើការបង្កើត accounting វាដូចមុនអញ្ចឹងអត់សាំញ៉ាំមកយើងត្រូវបដូរអ្វីទេក៏យើងដូរតែឈ្មោះ accounting ហ្នឹងគឺបានហើយបន្ទាប់ពីយើងធ្វើការបង្កើតហើយគឺយើង apply ដូចមុនមកហើយអូខេបន្ទាប់ពីធ្វើការបង្កើត
2នឹងហើយ IT department ហើយបង្កើត accounting ហើយអញ្ចឹងយើងត្រូវការដាក់ port នៅក្នុងចំណុចទី2នេះគឺជាការដាក់ port ទៅលើ bridge ចំណុចថាយើងដាក់ Ethernet 2ដល់3ដាក់នៅក្នុង IT department អញ្ចឹងយើងធ្វើការញញូមកហើយយើងច្រឡំយើងចូលទៅក្នុង port ហើយយើងយក new មកដើម្បីបង្កើតឬក៏ការដាក់ port របស់យើងទៅក្នុងbridge ចឹងទៅអញ្ចឹងយើងសម្រាប់ interval នេះយើងគឺយើងមិនដាក់ទេយើងដាក់ចាប់ពី2ទៅអញ្ចឹងដូចយើងបានមើលមិញហើយគឺយើងដាក់ចាប់ពី2 3ដាក់នៅក្នុង IT department អញ្ចឹងយើងចាប់ផ្ដើមដាក់ហើយយក apply មកព្រោះយើងអត់មានត្រូវកែញញ៉ៃទេចុចយក apply អូខេយកមកបន្ទាប់ពីយើងដាក់បាន2ហើយអានេះបន្ទាប់ពីយើងដាក់ហើយគឺវាឃើញគឺថា ETP នេះថាពីចាប់ពី2នេះទៅគឺវាស្ថិតនៅក្នុង IT department អញ្ចឹងយើងត្រូវការដាក់ថែមមួយទៀត3 apply មកអូខេដូចគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ slow គេខាំងមកហើយហ្នឹងហើយបន្ទាប់ពីយើងធ្វើការបង្កើតport ដាក់ port ទៅលើ bridge ហើយគឺចឹងក្នុងចំណុច IT department នេះគឺវាចប់ហើយអញ្ចឹងយើងធ្វើការបង្កើត2ទៀតចាប់ពី4 5ដាក់នៅក្នុង account វិញអញ្ចឹងយើងបដូរពីកន្លែង bridge ហ្នឹងគឺយើងបដូរទៅដាក់ account វិញយើងដាក់ចាប់ពី4ទៅអូខេបើសាញ៉ាំថាយើងត្រូវ comment កន្លែងនេះគឺយើងចង់ comment ក៏បានដែរយើង comment អាចដាក់ថាជា accounting ក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺគាត់ថាដាក់ interface វា Ethernet 4គឺហើយ apply យើងធ្វើការដាក់មួយទៀតគឺទី5យើង complete ថាត្រូវដូរកន្លែងនេះជា accounting បើសិនជាអត់ដូរទេវាគឺវាជាន់គ្នាណាយក apply យកមកបន្ទាប់ពីយើងចប់នៅចំណុចទី2ចប់នៅចំណុចការដាក់ port ទៅលើ bridge ហើយគឺយើងដល់ដំណាក់កាលទី3គឺការដាក់ IP address ទៅលើ bridge mode វិញអញ្ចឹងបន្ទាប់ពីយើងបង្កើតកន្លែងចំណុចទី2នេះចប់ហើយគឺយើងខ្វែងមកដើម្បីដាក់ IP បានគឺយើងចូលទៅក្នុងនេះកន្លែង IP របស់យើងនេះហើយយើងយកពាក្យ address ហ្នឹងគឺដើម្បីដាក់ IP បានបន្ទាប់ពីយើងចូល address គឺយើងឃើញមានប៉ុណ្ណឹងគឺយើងយក new មកដើម្បីដាក់ IP កន្លែង address នេះគឺយើងត្រូវដាក់ IP កន្លែងហ្នឹងអញ្ចឹងសម្រាប់IT department របស់យើងគឺយើងដាក់ IP 192.168.133.1/24 អញ្ចឹងយើងវាយមក 192.168.133.1/24 យើងពិនិត្យមើលថាយើងវាយ IP ខុសឬត្រូវយើងមើលសិនមុននឹងយើង apply បន្ទាប់ពីយើងមើលឲ្យថាឥឡូវយើងបានវាយ IP ត្រូវអស់ហើយអញ្ចឹងយើង apply យកមកហើយអូខេទៅបន្ទាប់មួយទៀតគឺយើងត្រូវដាក់ IP ទៅលើ accounting អញ្ចឹងបន្ទាប់ពីចប់ IP របស់ IT department នេះយើងត្រូវដាក់ IP ឲ្យ accounting របស់យើងបើសិនយើងអត់ដាក់ទេគឺប្រៀបដូចយើងដើរអូសជើងតែមួយខាងអញ្ចឹងណាអញ្ចឹងយើងត្រូវដូរកន្លែងនេះដែរកន្លែង interface ហ្នឹងគឺដូរទៅ accounting ដែរកន្លែង IP របស់ accounting នេះគឺយើងដាក់ 193.123.123.1/24 អញ្ចឹងយើងវាយមក193.123.1/24 បន្ទាប់ពីយើងមើលហើយថាកន្លែង interface នេះគឺយើងបានដាក់ទៅជា accounting address នេះគឺយើងមើលហើយផ្ទៀងផ្ទាត់ហើយថារបស់វាហ្នឹងគឺត្រូវជាមួយនឹង accounting របស់យើងអញ្ចឹងយើងធ្វើការ apply យកមក apply អូខេមកបន្ទាប់ពីយើងចប់នៅចំណុចទី3ដែលធ្វើការដាក់ IP address ទៅលើ bridge mode ហើយយើងចូលដល់ចំណុចចុងក្រោយគឺចំណុចបញ្ចប់គឺការបង្កើត DHCP server របស់យើង
បន្ទាប់ពីយើងមើលកន្លែងនេះហើយអញ្ចឹងយើងខ្វែងកន្លែងនេះចេញមកព្រោះយើងបានដាក់ IP របស់វាហើយកន្លែង DHCP server គឺយើងចូលទៅកន្លែងដដែលគឺយើងចូលទៅកន្លែង IP ហើយយើងមើលឃើញកន្លែងនេះគឺ DHCP server នេះគឺយើងចូលមកកន្លែងហ្នឹងមកដើម្បីដាក់ DHCP server បានយើងត្រូវវាយគឺយើងត្រូវចូលកន្លែង DHCP setup នេះដើម្បី set up វាបានអញ្ចឹងយើងបដូរកន្លែង Ethernet interval ហ្នឹងយើងដូរទៅជាIT department របស់យើងមកបន្ទាប់ពីយើងដូរហើយយើងចុច next ហ្នឹងបន្ទាប់មកគឺយើងគឺវាប្រាប់ឲ្យថាយើងចង់ឲ្យវាកន្លែង DHCP address space នេះគឺចង់ឲ្យរត់ពីម៉ានអញ្ចឹងសម្រាប់កន្លែងនេះគឺខ្ញុំអត់ដូរទេគឺខ្ញុំជន់ next ទៅមុខទៀតបើយើងចង់ដូរក៏បានដែរគឺយើងឲ្យរត់ពី1ទៅក៏បានឬក៏ឲ្យវាដំណើរការពី2ឬក៏3ទៅក៏បានដែរតែសម្រាប់ខ្ញុំអត់នៅដូរឲ្យសាំញ៉ាំច្រើនទេគឺនិចទៅហ្មងទៅបន្ទាប់ពីកន្លែងនេះគឺវាប្រាប់យើងថា IP របស់យើងហ្នឹងគឺយើងដាក់ត្រូវអត់កន្លែង gateway for DHCP server network ដែលថាgateway ដែលយើងបានដាក់មុនហ្នឹងកន្លែង address ដែលយើងបានដាក់មុនហ្នឹងគឺវាត្រូវជាមួយនឹង IP នឹងអត់បើសិនជាខុសគឺយើងត្រូវកែប៉ុន្តែដល់ពេលយើងមើលកន្លែងនេះទៅគឺវាបានត្រូវហើយវាអត់ខុសទេយើងចុចនេះទៀតអញ្ចឹងកន្លែងនេះក៏ខ្ញុំអត់នៅដូរដែរឬក៏កែវាកន្លែងណាដែរកន្លែង address to give up នេះគឺ give out នេះគឺអត់ដូរទេគឺខ្ញុំនិចទៅទៀតប៉ុន្តែកន្លែង DNS server នេះគឺយើងត្រូវដាក់បែបម៉េចដាក់ដើម្បី ping ទៅ Google អញ្ចឹងយើងដឹងហើយនេះរបស់ Google គឺ 8.8.8 ហ្នឹងហើយបន្ទាប់ពីយើងធ្វើការវាយ DNS របស់ Google ហើយគឺយើងនិចមកហើយសម្រាប់ម៉ោងកន្លែងនេះគឺយើងធ្វើការដូរទៅរយៈពេល3ម៉ោងហ្នឹងហើយបន្ទាប់ពីយើងនេះអីដូរម៉ោងដាក់រយៈពេល3ម៉ោងបន្ទាប់ពីយើងដាក់ឲ្យគឺយើងនិចមកនេះគឺវា load ឲ្យរយៈពេលកន្លែងនេះ list time បាទរយៈពេលដំណើរការគឺ3ម៉ោងបន្ទាប់ពីយើងធ្វើការដាក់កន្លែង DHCP server របស់ IP department នេះហើយអញ្ចឹងយើងត្រូវការដាក់របស់ accounting មួយទៀតអញ្ចឹងយើងចូលកន្លែង DHCP setup សាថ្មីមកបដូរកន្លែងនេះទៅជា accounting មកហើយចុចតាមចំណុចមួយដូចមុនហ្នឹងគឺ next ទៀតមកកន្លែងនេះគឺវាសួរយើងដូចមុនដែរគេសួរកន្លែង gateway for DHCP server network មើលថាវាសួរយើង IP នេះគឺយើងដាក់ត្រូវដូចចំណុចមុនដែលយើងដាក់ IP address ហ្នឹងហើយតែចំណុចនេះគឺវាត្រូវហើយវាតាមចំណុចដែលយើងបានដាក់នេះហើយគឺ178ហើយយើងចាប់ពី1ទៅដូចគ្នាដែរបន្ទាប់ពីកន្លែងនេះគឺយើងអត់ដូរទេខ្ញុំអត់ដូរទេទៅមុខទៀតបញ្ជាក់ដោយកន្លែងមុនចំណុចមុនចឹងគឺ DNS គឺយើងត្រូវដូរទៅជា88វិញហើយបន្ទាប់ពីយើងធ្វើការដាក់ DNS ហើយគឺយើងចុច next ទៀតមកហើយយើងត្រូវបដូរកន្លែង list time នេះទៅជា3ម៉ោងដូចគ្នាដែរដូរទៅ3ម៉ោងហើយបន្ទាប់ពីយើងធ្វើការដូរគឺយើង next អូជាប់ទៀតបាត់ណាដោយសារមានបញ្ហាមុននេះបន្តិចចឹងវាធ្វើឲ្យយើងត្រឡប់មកក្រោយវិញហើយយើងកន្លែងនេះយើងត្រូវដូរទៅជា accounting វិញហ្នឹងហើយវាពុទ្ធសាសវាត្រឡប់មកក្រោយវិញហ្នឹងចឹងយើងនិចរហូតមកកន្លែង DNS នេះដូចខ្ញុំបានបង្ហាញមិញហើយគឺយើងត្រូវដូរដាក់ទៅជា8.8.8វិញហើយយើងនិចទៀតមក list time គឺយើងដូរដែររយៈពេល3ម៉ោងបន្ទាប់មកគឺយើងនិចមកបន្ទាប់ពីនិចហើយយើងចង់ដឹងថាវាបន្ទាប់ពីយើងបានថាធ្វើគ្រប់លក្ខខណ្ឌដែលយើងបានមើលក្នុងនេះហើយបានថាគ្រប់លក្ខខណ្ឌពី
ការបង្កើត bridge ការដាក់ port ទៅក្នុង bridge ការដាក់ IP address ទៅលើ bridge mode ការបង្កើត DHCP server ហើយចប់អស់ហើយយើងចង់ដឹងថាវាដំណើរការឬអត់ឬក៏វាបោះ IP របស់យើងអត់គឺយើងចុចទៅ Windows R មកហើយវាយពាក្យ CMD បន្ទាប់មកគឺយើងធ្វើការ research មកគឺដាក់ IP config ណាដល់ពេលហើយយើងធ្វើការមើលថងចំណុចថាវាបោះអត់បន្ទាប់ពីយើងមើលហើយគឺសម្រាប់របស់យើងចំណុចទី1កន្លែងដែលយើងដាក់ដំបូងគេគឺ IP របស់IP របស់ Bridge IT department គឺវាត្រូវហើយគឺ 192.168.133 ដល់ 24 មានថាវាដំណើរការពី 192.168.133.1ហ្នឹងគឺដល់254ហ្នឹងទៅឥឡូវបន្ទាប់ពីយើងធ្វើការ connect បន្ទាប់ពីយើងធ្វើការមើលហើយថាវាត្រូវគ្រប់គ្រងឈុងឈររបស់វាអស់ហើយអញ្ចឹងសម្រាប់ការ connect របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចំណុចចុងក្រោយរបស់ខ្ញុំគឺខ្ញុំចង់បន្ថែមពីការ remote ឬក៏ការ restart ម៉ាស៊ីនចោលដើម្បី restart ម៉ាស៊ីន Microtik បានគឺយើងត្រូវការចូលទៅក្នុង restart នេះ casting ហើយយើងធ្វើការជ្រើសយកពាក្យno default នេះហើយជាមួយនឹង do not backup នេះហើយយើងធ្វើការ OK វាមកបន្ទាប់ពីយើងធ្វើការ OK ហើយគឺយើងចាំវាបន្តិចមកឲ្យវាដំណើរការសិនឥឡូវហ្នឹងយើងបានធ្វើការ restart វាហើយអញ្ចឹងចំណុចដែលយើងបានរៀបរាប់មិញហ្នឹងគឺសូមបញ្ចប់ត្រឹមហ្នឹងហើយសូមអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលទស្សនាវីដេអូនេះពីដើមដល់ចប់ក្នុងករណីដែលមានការរអាក់រអួលឬក៏ពាក្យសម្ដីមិនសមរម្យត្រង់ណាមួយសូមធ្វើការអភ័យទោសដល់លោកខ្ញុំបាទផងសូមអរគុណ